នោះរឿងកាន់តែក្តៅដូចភ្នំភ្លឺផ្ទុះបន្ទាប់ពីរថយន្តវ៉ៃអងដឹកដាំកាសយ៉ាក្រឡាប់ផ្ងាជើងខ្ជាក់ចេញសុទ្ធតែឈើហូបមូលនៅចំណុចភូមិត្រាំដុំឃុំវឌ្ឍនៈស្រុកសម្បូរខេត្តក្រចេះកាលពីខែមីនាឆ្នាំ2025ត្រូវបានដល់លេងស្ងាត់ស្ងាត់ស្រាប់តែពេលនេះលោកតាន់គឹមសួរបានបង្ហោះសារនៅលើเพจផ្លូវការរបស់លោកថាសារចេញពីក្រុងសំពើពូនខេត្តក្រចេះប្រិយមិត្តជាទីរាប់អានរឿងកាន់តែក្តៅហើយពេលនេះបន្ទាប់ពីរថយន្តវ៉ៃអងដឹកដាំកាសយ៉ាពីលើដាក់ឈើហូបមូលពីក្រោមបានក្រឡាប់កាប់ផ្ងានៅចំណុចភូមិត្រាំដុំឃុំវឌ្ឍនៈស្រុកសម្បូរខេត្តក្រចេះកាលពីថ្ងៃទី24ខែមីនាឆ្នាំ2025នាពេលកន្លងទៅថ្មីៗនេះត្រូវបានជំនាញរដ្ឋបាលព្រៃឈើដឹកនាំដោយលោកប៊ុយរតនានៃផ្នែករដ្ឋបាលព្រៃឈើព្រៃប្រសពសហការជាមួយលោកសុងមុនឆាយនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះនិងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការឃាត់ចាប់បានបន្ទាប់ពីលោកតាន់គឹមសួរបានរាយការណ៍និងបានបញ្ជូនរាល់វត្ថុតាងមានរថយន្តវ៉ៃអងចំនួន1គ្រឿងពាក់ស្លាកលេខភ្នំពេញ 3A0224 សឺមីសណ្ដោងរមាក់ពាក់ស្លាកលេខភ្នំពេញ 4A4063 និងឈើហូបមូលចំនួន19កំណាត់ស្មើនឹង36ម៉ែត្រត្រីគុណ923យកទៅរក្សាទុកនៅស្នាក់ការក្រុមហ៊ុន CHPB ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើប៉ុន្តែត្រូវបានដោះលែងដោយស្ងាត់ស្រាប់តែលោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិបានបង្ហោះសារនៅលើเพจផ្លូវការរបស់លោកថាសូមជួយចែករំលែកឲ្យពួកគាត់បានដឹងផងថាករណីនេះមិនដូចករណីមុនតែអស់លោកអាចធ្វើស្អីបានតែអំពើចិត្តនោះទេករណីនេះគឺមហាជនកំពុងតែតាមដានដែរគ្រាន់តែចង់ដឹងថាវត្ថុតាងទាំងអស់នេះបាត់ដោយរបៀបម៉េចមន្ត្រីណាអីក៏ថ្លើមធំសម្បើម្លេះហ៊ានដោះលែងឡានដឹកជញ្ជូនឈើខុសច្បាប់នេះពិតជាប្រហើនពេកហើយបំពានច្បាប់ខ្លាំងណាស់ឬមួយអស់លោកចាត់ទុកប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំគ្រាន់តែជាការលេងសើចរាជរដ្ឋាភិបាលឬក្រសួងពាក់ព័ន្ធគួរណាមានវិធានការដោះក្អែលមន្ត្រីខុសៗទាំងអស់នោះចោលហើយទុកនាំបង្ហិនថវិកាជាទេ